សុខាគេចឹងដែរយើងបដូរផ្ដាច់ហើយបងប្អូនបដូរផ្ដាច់ហ៊ានលះបង់ដល់ជីវិតហើយបងប្អូនពីព្រោះកាត់ទោសខ្ញុំឲ្យជាប់ទុក12ឆ្នាំត្រូវបង្ខំខ្លួនបង្ខំចិត្តនិរទេសនៅបរទេស4ឆ្នាំបងប្អូនប៉ុន្តែខ្ញុំឃើញសភាពការស្រុកខ្មែរគឺកាន់តែដុនដាទៅហើយឃើញជាតិយើងអន្តរាយហើយខ្ញុំបានបដិញ្ញាចិត្តថាខ្ញុំចាស់ហើយអត់ខ្លាចស្លាប់ទេដល់ពេលហើយត្រូវហ៊ានបូជាជីវិតដើម្បីជាតិបានរស់មុននឹងធ្វើដំណើរធ្វើត្រឡប់មកប្រទេសកម្ពុជាវិញឡើងយន្តហោះថ្ងៃ18ខែកក្កដាមកដល់ភ្នំពេញថ្ងៃ19ខែកក្កដានៅប្រទេសបារាំងខ្ញុំបានលាប្រពន្ធលាកូនហើយថាតើហើយសុខចិត្តស្លាប់ដើម្បីជាតិអត់ស្ដាយទេបងប្អូនស្ដាយតែមួយបើស្លាប់ឲ្យជាតិបានរត់អត់ស្ដាយសោះបងប្អូនអញ្ចឹងហើយបានពេលខ្ញុំមកដល់ថ្ងៃ19ប្រជារាស្ត្រខ្មែរប្រមាណ1 លាននាក់កោះកោចាំទទួលសង្ឃរាសីឥឡូវខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភ្នំពេញគ្រប់ខេត្តក្រុងទាំងអស់ម្ដងនេះមិនមែនមកទទួលសង្ឃរាសីទេម្ដងនេះមកសង់ខ្លួនជាតិទាំងអស់គ្នាចេញមកដូច្នេះបងប្អូនណាកាលពីថ្ងៃ19កក្កដាបានធ្វើដំណើរពីជិតឆ្ងាយមកទទួលសង្ឃរាសីមកស្វាគមន៍សង្ឃរាសីថាសង្ឃរាសីជានិមិត្តរូបដើម្បីសង្គ្រោះជាតិតែឥឡូវមិនមែនជានិមិត្តរូបទេបងប្អូនយើងទាំងអស់គ្នាហើយត្រូវចេញមកសង្គ្រោះជាតិហើយចាប់ពីស្អែកទៅសូមឲ្យអ្នកចូលរួមកាន់តែច្រើនឡើងហើយយើងសន្យាថាយើងនឹងប្រមូលកម្លាំងរៀបចំកម្លាំងមហាជនកម្លាំងប្រជារាស្ត្រអាស្រ័យលើទឹកចិត្តបងប្អូនរហូតដល់តែយើងទទួលជ័យជំនះ100%